ស្នេហ៍ជនបានតាមដាននៅវីដេអូខ្លីបាញ់មិញហើយដូច្នេះសំណួរក៏ដូចជាប្រធានបទតើអ្វីជាហេតុផលនៅពីក្រោយនាំឲ្យមានការវាយប្រហារដោយគ្រាប់បែកនិងការដុតបំផ្លាញនៅឯស្ថានីយ៍ប្រេងឥន្ធនៈ PTT និយាយជារួមថាជាក្រុមហ៊ុនរកស៊ីរបស់ថៃតែម្ដងឯកឧត្តមរុនវីរ៉ូគឺបាននឹងកំពុងស្ថិតនៅក្នុងបន្ទប់ផ្សាយហើយដូច្នេះខ្ញុំនឹងប្រើប្រាស់ពេលវេលានេះដើម្បីសួរលំអិតទៅកាន់ឯកឧត្តមជុំវិញរឿងនេះសូមជម្រាបសួរឯកឧត្តមរុនវីរ៉ូបាទជម្រាបសួរលោកសុផាក៏ដូចជាទូទស្សនិកជនសិនសិជាទីគោរពបាទសូមអរគុណឯកឧត្តមជាថ្មីដែលតែងតែបាទផ្ដល់កិច្ចសហការជាមួយនឹង CNC រាល់មានដំណឹងហេតុការណ៍ថ្មីពីប្រទេសថៃតែងតែមានឯកឧត្តមចូលរួមនៅក្នុងការផ្ដល់ជាធាតុចូលទៅកាន់ទស្សនិកជនខ្ញុំមិនរៀបរាប់លម្អិតឲ្យវែងឆ្ងាយទៀតទេបងប្អូនទស្សនិកជនក៏ដឹងហើយឯកឧត្តមក៏ខ្ញុំដឹងថាបានតាមដានរឿងនេះយ៉ាងដិតដល់ដូចគ្នាហើយដោយបានបញ្ជាក់អញ្ចឹងមិនមែនជាលើកទី1ទេករណីបំផ្ទុះក្របបែកនេះប៉ុន្តែវាដូចជារឿងនេះដូចជាវាច្រើនទីតាំងហើយធំដល់ទៅ11ហើយបដោតសំខាន់ហ្នឹងគឺក្រុមហ៊ុនរកស៊ីរបស់ថៃនឹងតែម្ដងគឺ PTT អាដាមបើអាដាមយល់ឃើញមិនដែរចំពោះការវាយប្រហារលើកនេះនៅភាគខាងត្បូងថៃតែម្ដងនេះបាទតាមពិតទៅនៅភូមិភាគខាងត្បូងរបស់ប្រទេសថៃបើយើងនិយាយសាមញ្ញស្រួលស្ដាប់វាស្ងាត់ជាងស្ងាត់មួយរយៈហើយបន្ទាប់ពីថៃមួយខ្មែរបន្ទាប់ពីថៃបានប្រើកម្លាំងឈ្លានពានមកលើកម្ពុជាទាំងកំរល់ទាំងទ័ពយើងដឹងស្រាប់ហើយទាំងគោកអាកាសទាំងទឹកហូហែមកឈ្លានពានយើងទាំងខុសច្បាប់នេះយើងដឹងដល់អញ្ចឹងភូមិភាគខាងត្បូងស្ងាត់ហើយភូមិភាគខាងជើងហ្នឹងក៏ថាស្ងាត់កម្ពុជាអត់ស្ងាត់ទេដោយសារការចាប់អារម្មណ៍ដែលទៅលើព័ត៌មានផ្សាយបណ្ដាញផ្សព្វផ្សាយរបស់ថៃខ្លួនឯងផ្ទាល់ហ្នឹងគឺផ្សាយទៅលើរឿងថៃកម្ពុជា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 ដល់អញ្ចឹងទៅធ្វើឲ្យស្ថានភាពភូមិភាគខាងត្បូងស្ងាត់ហើយនឹងភូមិភាគខាងជើងរវាងមីយ៉ាន់ម៉ាជាមួយកងទ័ពរបស់ KNU ការ៉ែនហ្នឹងក៏ស្ងាត់កម្ពុជាអត់ស្ងាត់ទេមានការផ្ដាច់ខ្លួនមានការអីហូហែភូមិភាគខាងត្បូងហ្នឹងក៏មានហេតុការណ៍ជាបន្តបន្ទាប់ដែរមិនមែនស្ងាត់ទេប៉ុន្តែអ្វីដែលសំខាន់គឺយើងងាកមករដ្ឋាភិបាលថៃនីមួយៗក្នុងការដែលធ្វើការចរចាសន្តិភាពជាមួយនឹងភូមិភាគខាងត្បូងគេប្រើពាក្យថារដ្ឋាភិបាលថៃមានក្រុមគេហៅថាដើម្បីនឹងបង្កើតគណៈកម្មការពោះកិច្ចធ្វើការចរចាសន្តិភាពជាមួយ BRN ក្រុម BRN នៅភូមិភាគខាងត្បូងច្រើនលើកច្រើនសម័យហើយអញ្ចឹងហើយប៉ុន្តែអ្វីដែលសំខាន់សួរថាចរចាពេលខ្លះដូចឲ្យខ្ញុំបានបញ្ជាក់ជាមួយនឹងលោកសុផាឬក៏កម្មវិធីរបស់ CNC មួយចំនួនដូចជាមួយលោកជីសុផលឯកន្លងមកហូហែអញ្ចឹងខ្ញុំតែងតែធ្វើនេះពិភាក្សាគ្នារឿងភូមិសាស្ត្រនយោបាយនិងស្ថានភាពនៅភូមិភាគខាងត្បូងរបស់ថៃតាំងពីដើមរឿងមករហូតជាហូហែមានវគ្គ1វគ្គ2វគ្គ3កន្លងមកប៉ុន្តែអ្វីដែលសំខាន់គឺហេតុការណ៍ដែលក្តៅគគុកដែលមិនទាន់អាចរំលត់ភ្លើងឲ្យរលត់នៅភូមិភាគខាងត្បូងបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចគឺប្រជាពលរដ្ឋថៃទាំងថៃមូស្លីមនៅភូមិភាគខាងត្បូងមានភាពភ័យខ្លាចជាខ្លាំងដោយសារស្ថានភាពកើតឡើងមកនោះគឺវារាប់ម៉ឺនករណីអញ្ចឹងហើយសរុបស្ថានភាពនៅភូមិភាគខាងត្បូងភាពអស្ថិរភាពមួយចំនួនដែលបង្កឡើងដោយក្រមមួយភេរវករមួយចំនួនឬក៏ក្រមដែលគេសរុបមកថាក្រមBRN ដែលសរុបថាក្រុមនឹងចរចាជាមួយដើម្បីនឹងឈានទៅដល់សន្តិភាពប៉ុន្តែអត់បានទេអត់ទាន់បានស្ងាត់នៅឡើយទេសម្រាប់ភូមិភាគខាងត្បូងហើយថ្មីនេះដូចយើងដឹងស្រាប់ហើយ11ទីតាំងនៃប្រេងឥន្ធនៈផលតថឬខ្មែរយើងហៅថា PTT ហ្នឹងគឺ11កន្លែងនរាធិវត្តនោះ5កន្លែងទៅហើយអញ្ចឹងមានតែបត្តនីនិងយ៉ាឡាហ្នឹងឯងទៅ3ខេត្តហ្នឹងទេហើយ3ខេត្តនេះខ្ញុំបានពិភាក្សាជាមួយលោកសុផាច្រើនលើកច្រើនសារហើយមុនដំបូង3ខេត្តនេះគ្រាន់តែជាការមួយដែលសុំមករដ្ឋាភិបាលថៃគឺសុំប្រកាសឯករាជ្យបាទប្រកាស3ខេត្តហ្នឹងឯករាជ្យហើយតែបាន3អាចលើសពី3ក៏មិនទាន់ថាដឹងដែរប៉ុន្តែក្រោយមកកិច្ចចរចាថ្មីរវាងក្រុមនេះជាមួយនឹងរដ្ឋាភិបាលថៃជំនាន់សម័យភឿថៃជារដ្ឋាភិបាលមិនមែនអ៊ុងអ៊ីងទេគឺលោកសេដ្ឋាទ្វេសិនជំនាន់លោកសេដ្ឋាទ្វេសិននេះក៏មានកិច្ចចរចាសន្តិភាពជាមួយភូមិភាគខាងត្បូងដែរបង្កើតគណៈកម្មការចំពោះកិច្ចហើយយើងដឹងស្រាប់ហើយលោកវ៉ាន់មហាម៉ាត់ណូថាគាត់ជាជនជាតិគាត់ជាថៃជនជាតិបើយើងប្រើពាក្យថៃជនជាតិគឺថៃមូស្លីមហ្នឹងឯងបាទអញ្ចឹងគាត់ចេញមុខក្នុងការចរចាប៉ុន្តែចរចាមកទទួលយកនៅអ្វីដែលជាការឆ្លើយតបជាង10ចំណុចរបស់ក្រុម BRN ប៉ុន្តែផ្ទុយទៅវិញ
ខាងទៅហ៊ានអត់ធ្វើតាមទី បាទ អញ្ចឹងហើយធ្វើឲ្យមានហេតុការណ៍កើតឡើងអញ្ចឹងហើយសរុបរយៈពេលដែលរាប់ថាហេតុការណ៍កើតឡើងជាហូរហែប្រមាណជាង 10000 ករណីក្នុងរយៈពេល 22 ឆ្នាំមកនេះបាទ ភាគច្រើនបំផ្ទុះក្របបែក បន្ទុះក្របបែកហ្នឹងមិនមែនតែផ្ទុះក្របបែកមិនផ្ទុះទៅផ្ទុះក្បត់ចោលណាក្របបែក ស្លាប់មនុស្សទៀត បាទអញ្ចឹងហើយផ្ទុះក្របបែកសួរថាសម្រាប់ជីវិតមនុស្សប្រមាណច្រើនមែនតើជាង 6000 នាក់នៅក្នុងនោះមានប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជាជាង 3000 នាក់ហើយសមត្ថកិច្ចថៃក៏ប្រមាណជាជិត 3000 នាក់ ក្នុងរយៈពេល 22 ក្នុងរយៈពេល 22 ឆ្នាំ 6000 អ្នកផ្លាយជើងដែលបាត់បង់ជីវិត ជាង 6000 នាក់បាត់បង់ជីវិតជាង 10000 នាក់ទៀតរងរបួសធ្ងន់ស្រាលហើយនេះគិតតែក្នុងគេហៅថាសន្តិសុខជាតិតែប៉ុណ្ណោះប៉ុន្តែមានដូចថាទាហានទៅស្រឡាញ់ស្រីជនជាតិអីចឹងទៅមានការបាញ់បហាគ្នាស្លាប់ឯហ្នឹងអត់បុកបញ្ចូលទេ អាដាមចង់បញ្ជាក់បន្តិចឥឡូវក្រមដែលមកទទួលខុសត្រូវទៅលើករណីបំផ្ទុះក្របបែកហ្នឹង BRN ឬក៏យ៉ាងណាហើយអាដាមគិតថាមូលហេតុអីទេដែលនាំឲ្យមានការបំផ្ទុះក្របបែកទ្រង់ទ្រាយធំនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ PTT របស់ថៃមួយនេះ តាមពិតទៅ BRN ចេញមុខក្នុងការចរចាប៉ុន្តែ BRN មិនទាន់ប្រកាសថាខ្លួនជាអ្នកធ្វើទេប៉ុន្តែបើចរចាមួយ BRN ត្រូវគឺត្រូវបើចរចាមិនត្រូវទេអញ្ចឹងហូរហែទៅ បាទ 11ចំណុចដែលកើតឡើង3ខេត្តភូមិភាគខាងត្បូងរបស់ថៃមាន5ចំណុច2ចំណុច4ចំណុចហ្នឹងគឺបូកចូលគ្នា11ចំណុចហ្នឹងជារឿងមួយដែលយើងអាចនិយាយបានថាស្ថានភាពដែលយើងនិយាយគ្នាគឺហាក់បីដូចថាវាស្ងាត់យូរពេកហើយការពិតអត់ស្ងាត់ប៉ុន្តែឥឡូវនេះដល់មានហេតុការណ៍នេះកើតឡើងធ្វើឲ្យរដ្ឋាភិបាលថៃចាំផ្ទះនេះងាកទៅមើលវិញហើយព្រោះពាក់ព័ន្ធvớiខាងកម្ពុជាក៏រៀងស្ងប់ស្ងាត់ដែរអញ្ចឹងខាងនោះចាប់ផ្ដើមផ្អើលមកវិញអញ្ចឹងភូមិភាគខាងត្បូងចាប់ផ្ដើមធ្វើការងារជាលក្ខណៈទ្រង់ទ្រាយធំហើយជាប្រវត្តិសាស្ត្រហើយ11ទីតាំងសួរថាចំណាយខូចខាតប្រមាណច្រើនហើយសួរថាអ្នកដែលបង្កនេះក៏មិនមែនមានគ្នាតិចទេពីព្រោះតាមកាមេរ៉ាសុវត្ថិភាពមួយចំនួននឹងការស្រាវជ្រាវរបស់សមត្ថកិច្ចនឹងការចុះទៅមើលផ្ទាល់របស់មេតបភូមិភាគ4របស់ថៃទៅចុះទៅមើលហ្នឹងក៏ប្រាប់ថាមិនមែនគ្នាតិចទេអញ្ចឹងគ្នាច្រើនអញ្ចឹងធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមដានចាប់ប៉ុន្តែពាក្យហ្នឹងខ្ញុំស្ដាប់មកឡើងចង់ធុញហើយសម្រាប់កិច្ចចរចាសន្តិភាពនៅភូមិភាគខាងត្បូងរបស់ថៃរហូតដល់ខ្ញុំជម្រាបលោកសុផាសក៏ដូចជាទស្សនិកជន CNC បានជ្រាបកន្លងមកដែរគឺឮសូរថាបញ្ជូនកូនដែលជាកម្លាំងសមត្ថកិច្ចទាហានចុះទៅភូមិភាគខាងត្បូងអ្នកខ្លះចង់10ឆ្នាំតន់បានមកវិញអ្នកខ្លះចុះទៅហ្នឹងកូនអញទៅនេះថ្ងៃវិលវិញទេមើលទៅបាទអញ្ចឹងជារឿងមួយដែលយើងអាចនិយាយបានថារឿងទាំងអស់នេះតើមានអ្វីនៅពីក្រោយខ្នងតើជារឿងមួយឈានទៅរកការបោះឆ្នោតនាពេលខាងមុខឬយ៉ាងណាអញ្ចឹងហើយថ្ងៃ8កុម្ភៈបើសិនជាអត់មានការផ្លាស់ប្ដូរទេ8កុម្ភៈនឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបាទជ្រើសរើសនាយករដ្ឋមន្ត្រីប៉ុន្តែជ្រើសរើសនាយករដ្ឋមន្ត្រីនៅពេលនេះតើនេះគឺជាសញ្ញាណនៃការដែលឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ជ្រើសរើសអ្នកណាម្នាក់ដែលនៅក្នុងចំណោមពួកបន្លំខ្លួនធ្វើជាតំណាងរាស្ត្រនៅភូមិភាគខាងត្បូងឬយ៉ាងណាពីព្រោះថាក្រមអភិរក្សនិយមកន្លងមកគឺជាប់ច្រើននៅភូមិភាគខាងត្បូងតំណាងរាស្ត្រច្រើនជាជាប់តែពួកអភិរក្សនិយមទេពីព្រោះពួកនេះខឹងថាក់ស៊ីនជំនាន់ថាក់ស៊ីនធ្វើយករដ្ឋមន្ត្រីធ្វើឲ្យមានការស្លាប់នៅរបួសច្រើននៅភូមិខាងត្បូងហើយក៏ជាដំបៅហូរហែពីព្រោះថាអ្នកដែលមានទោសអត់បានទៀតទោសសូម្បីតែម្នាក់ចាប់បានសូម្បីតែមួយបាទបើតាមអាដាមយល់ជាទស្សនៈអាដាមថាការបំផ្ទុះក្របបែកចុងក្រោយនៅភាគខាងត្បូង11កន្លែងទៅលើប្រេងស្ថានីយ៍ប្រេងឥន្ធនៈ PTT ហ្នឹងដោយសារតែហេតុផលគម្រាមចង់បំបីទឹកដីឬក៏មានភ្ជាប់ហេតុផលមួយគ្រាន់តែជាទំនាប់ហេតុផលមួយទៀតដើម្បីចង់ផ្ញើសារទៅរដ្ឋាភិបាលថៃបច្ចុប្បន្ននេះតែម្ដងកម្មពិតទៅរដ្ឋាភិបាលថៃនីមួយចំណាយថវិកាច្រើនណាក្នុងការដែលបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីចរចាសន្តិភាពនៅភូមិភាគខាងត្បូងថៃក្នុងរយៈពេលជាង22ឆ្នាំមកនេះគ្រាន់តែថវិកាចំណាយប្រមាណជាជិត20000លានដុល្លារប៉ុន្តែ20000លានដុល្លារនេះអត់គិតប្រាក់ខែសមត្ថកិច្ចទេគ្រាន់តែជាលុយឧបត្ថម្ភគ្រាន់តែជាគម្រោងគ្រាន់តែជាអីញ៉ៃញ៉ៃហូរហែអញ្ចឹងលុយហ្នឹងក៏ត្រូវមានការស្រាវជ្រាវរបស់គណៈកម្មការជាតិឆាំងពើពុកលុយរបស់ថៃដែរអញ្ចឹងមានរឿងហេតុការណ៍ជាច្រើនទាំងលុយចំណាយទៅបើគិតទៅប្រមាណជា5សែនកណ្ដកសញ្ញា32លានបាតអញ្ចឹងវាបើគិតទៅប្រមាណជាង10000លានដុល្លារសួរថាថវិកាអស់ហ្នឹងយកទៅណា
bà phun việc hàng bông lưu xua cho cha và cái nặng cam cam mà đã đỏ sai ấy xong mấy bàn cả này nè hay xua thà hay cả làng chiêng mà bên cả này dạ pe trong cái mà ní sập mà ní à lấy đến cái điệnนะอันนี้ทอดบุบโจเรื่องการในทำไมเอาไว้แต่ยมเพียสามไม่รู้พอนี่เกิดเริ่มมาขายมวยชนะมุนเนี่ยมาขายมวยชนะกลางที่ทอนเกิดเลยมีเนี่ยสลับในระบบชนะที่จังให้มันโบไปโจด้วยยมบามเจ้าท่าโดยจะสไนหาไตรเก้าระเวียงสมัติตะเกียระเวียงตะเฮียนไทยจมวยนั่งในรีจุนเชียไทยมุสลิมไอ้นั่งคือมีการห้ามปรามปีโปรให้ได้มีการห้ามปรามปีโปรมีการบัญญัติหาสำหรับมาหายโฮหายมาหายปันไตมันบุกไปโจในขนมการในเชียงปีปอนเนี่ยสำหรับสมัติเกจจิตใบปอนเนี่ยสมัติเกจให้นั่งเชียงใบปอนเนี่ยสำหรับเชียร์โปรดสโลตรังได้สลับอามันบุกไปโจตีมีนเหตุการณ์จิตรานเตียนนี่เปียปอนจะมวยแต่สันติสุขจิตในภูมิภาคหางทบงระบบไทยแต่ปนอยังตัวใบจีอย่างนาได้กรอนดับเป็นเจ้าโลพอทานี่คือเชียโลพอปราบมันทาการมันตุกรอบใบจงกรอยประมาณ10 มวยจำนวนยมท้าโดยแมนจงกรอยแล้วมีโหหายติดគិតត្រឹមថ្ងៃទី10 មួយខែមករាឆ្នាំ2026ទៅចុះបាទអាដាមគិតថារឿងនេះដោយសារតែរឿងបំបីទឹកដីឬក៏មានហេតុផលផ្សេងជាធម្មតាតែងតែមានរឿងអីមួយប្រកាសជានឹងកើតឡើងមិញខ្ញុំបានបញ្ជាក់មួយចំណុចហើយស្ងាត់ពេកដែលព័ត៌មានអត់សូវផ្សាយពីភូមិភាគខាងត្បូងច្រើនពេកអញ្ចឹងហើយងាកមកតាក់ទាញការចាប់អារម្មណ៍ទី1ទី2តើភូមិភាគខាងត្បូងក្រុម BRN កំពុងតែចង់បញ្ចូលតំណាងរាស្ត្ររបស់ខ្លួនទៅក្នុងការបោះឆ្នោតខាងមុខឬយ៉ាងណាហើយនេះទី2ហើយទី3តើនេះគឺជាសញ្ញាណដើម្បីបញ្ជាក់ជាពលរដ្ឋថាជាពលរដ្ឋថៃនៅភូមិភាគខាងត្បូងថាត្រូវតែបោះឆ្នោតឲ្យមនុស្សរបស់ខ្លួនឬយ៉ាងណាតែកាលណាក៏មានឱកាសក្នុងសភាក៏មានឱកាសមានអំណាចជាច្រើនអារឿងដាច់ខ្លួនអារឿងកាត់យកទឹកដីអារឿងប្រកាសឯករាជ្យអានឹងវាទៅកាន់តែមានឱកាសបាទនេះជារឿងមួយដូចនេះមានន័យថារឿងនេះប្រកាសជាមិនអាចទៅរត់ដាច់ខាតដែរទេអាដាមរុនវីរ៉ូបើតាមជាទស្សនៈយល់របស់អាដាមមិនអាចមកឲ្យចូលនៅក្នុងរដ្ឋាភិបាលមួយនេះបានដែរទេតាមពិតទៅបើយើងគិតលេងនិយាយភាសាសាមញ្ញដូរស្ដេចថៃ2ហើយតាំងទី9ដល់ទី10ធ្វើអីភូមិភាគខាងត្បូងបានទេហើយនាយករដ្ឋមន្ត្រីជាង10នាក់ហើយជាង10នាក់ហើយដែលយើងអាចនិយាយបានថាបង្កើតគណៈកម្មការពោះកិច្ចដើម្បីនឹងធ្វើការចរចាសន្តិភាពជាមួយនឹងពួកភូមិភាគខាងត្បូងអញ្ចឹងបានខ្ញុំបញ្ជាក់ឲ្យថាតាំងពីឈានជើងត្បូងរហូតប្រកាសថាសុំប្រកាសឯករាជ្យថៃមិនព្រមផងរដ្ឋាភិបាលថៃមិនព្រមផងអញ្ចឹងឥឡូវនេះមិនមែនប្រកាសប៉ុណ្្នឹងប្រកាសកាត់3ខែនឹងម្ដងអញ្ចឹងការដែលទៀមទាធ្ងន់ជាងមុនការបង្កភាពអស្ថិរភាពនិងអសន្តិសុខមួយចំនួនក៏ច្រើនជាងមុនបាទហើយការបាត់បង់ជីវិតមនុស្សក៏ច្រើនជាងមុនមិនថាសមត្ថកិច្ចមិនថាជាពលរដ្ឋឬសមត្ថកិច្ចចម្រុះអីទេគឺដោយទាំងអស់បាទតែជិះម៉ូតូប៉ត្រុយផ្លេចខ្លួនហ្នឹងនៅសល់តកង់ម៉ូតូមនុស្ស3-4កណាត់ក៏មានបាទជើងនៅលើចុងឈើក៏មានសូម្បីថ្ងៃដែលថាក់ស៊ីនទៅហ្នឹងក៏ផ្ទុះគ្រាប់បែក2កន្លែងដែលយើងបានជម្រាបជូនធ្វើព័ត៌មានជម្រាបជូនដល់ទស្សនិកជនបានជ្រាបដែរអញ្ចឹងរឿងឥឡូវនេះសួរថាការបោះឆ្នោតគៀកហើយតើនេះគឺជាសញ្ញាណមួយដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋនៅភូមិភាគខាងត្បូងរបស់ថៃបោះឆ្នោតឲ្យក្រុមនេះឬយ៉ាងណាប៉ុន្តែរឿងសមត្ថកិច្ចដឹងតែស្រាវជ្រាវដឹងតែធ្វើការស៊ើបអង្កេតដឹងតែធ្វើការតាមដានដឹងតែត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពហើយដឹងថាមេតបសំខាន់ភូមិភាគ4នេះនឹងចុះទៅអីដែរប៉ុន្តែក៏ចុះហ្នឹងសួរថាហ៊ានចុះទៅអាកន្លែងគៀកហ្នឹងអត់ទេដូចអត់នៅឆ្វែលឆ្ងាយដូចជំនាន់ថាក់ស៊ីនអីចឹងគាត់ចុះទៅមែនប៉ុន្តែគាត់ថាកន្លែងដែលប្រឈមមានតែទាហានដែលឈរកាន់កាភ្លើងបដាយំបដានឹងជាទាហានដែលបត្រុយបដាធ្វើការល្បាតបដាហ្នឹងក៏ភ័យបដាដែរពីព្រោះក្របបែកសិតតែក្របបែកឆ្នៃបាទអាដាមភ្ជាប់មួយសំណួរទៀតទៅចុះអាដាមក៏ជ្រាបដែរអំពីរឿងកងទ័ពការ៉ែនដែលបំបែកទឹកដីពីមីយ៉ាន់ម៉ាហើយគេបានលើកជាងទាំងទង់ជាតិថ្មីរបស់ដែលបំបែកនឹងផងហើយមានភ្ជាប់ទង់ជាតិថៃនឹងផងហើយគេថាថៃដូចជាឧបត្ថម្ភគ្រប់គ្រងរឿងដែលការ៉ែនអីចឹងទៅអាដាមតើអាចដែរទេថារឿងឥឡូវនេះក្រុមមកទៀតចេញមកថ្មីមួយទៀតហើយតើអាចយកក្រុមនេះមកទប់នៅភាគខាងត្បូងដែរទេពីព្រោះយើងដឹងថារឿងនេះវាបានកើតមានយូរឆ្នាំមកហើយរឿងក្រុមអំបូរដែលប្រឆាំងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាហើយឥឡូវនេះបានបំបែកប្រកាសទឹកដីអីជាដើមតាមទស្សនៈយល់របស់អាដាមថាតើនេះគឺជាការយកបញ្ហាយករឿងមកទប់បញ្ហាដែរទេបាទតាមពិតទៅរឿងនេះដោយសារពេលវេលាខ្លីប្រហែលជាសុំលើសពេលបន្តិចពីព្រោះរឿងនេះត្រូវរៀបរាប់ច្រើន
តំបន់នោះខ្ញុំធ្លាប់ចុះទៅកាលពី20ឆ្នាំមុនហើយខ្ញុំនិយាយជាមួយនឹងជនជាតិកូរ៉ែនជាច្រើនខ្ញុំបានមានឱកាសនៅខេត្តម៉ែហុងសនប្រទេសថៃនៅស្រុកប៉ាយនៅភូមិប៉ាយនៅស្រុកម៉ែពីងរបស់ថៃផ្ទាល់តែម្ដងដែលថៃតែងតែយកប្រជាពលរដ្ឋកូរ៉ែនពីតំបន់ជនភៀសសឹកពីព្រោះមានតំបន់ជនភៀសសឹកនៅតាមទប់ព្រំដែនមីយ៉ាន់ម៉ាជាមួយនឹងថៃខ្លួនឯងផ្ទាល់ហ្នឹងបាទប៉ុន្តែគ្រាន់តែបញ្ជាក់ថាកូរ៉ែនជាកុលសម្ព័ន្ធមួយខ្ញុំប្រើពាក្យកុលសម្ព័ន្ធទៅចុះប៉ុន្តែកូរ៉ែនជាកុលសម្ព័ន្ធមួយធំហើយកូរ៉ែនគាត់មានទង់ជាតិខ្លួនឯងមានអក្សរជាតិខ្លួនឯងមានភាសាខ្លួនឯងហើយភាសាមួយចំនួនដូចខ្ញុំក៏បានរៀនសូត្រពីពួកគាត់ដូចញ៉ាំបាយអញ្ចឹងទៅបឺម៉ាអញ្ចឹងទៅញ៉ាំបាយមានពាក្យជាច្រើនទៀតដែលខ្ញុំចេះពីពួកគាត់ប៉ុន្តែពួកគាត់ប្រើប្រាស់ភាសាថៃហើយឥឡូវប៉ុន្តែគាត់អត់ចង់ឲ្យថៃស្ដាប់ក៏ប្រើភាសាគាត់ដែរបាទអញ្ចឹងក៏មានពួកគាត់នឹងមកនៅមានសញ្ជាតិជាថៃមានអត្តសញ្ញាណប័ណ្ណថៃច្រើនខ្ញុំជួបមេភូមិមេអីដែលជាជនជាតិកូរ៉ែនហើយកូរ៉ែននេះមានពីរប្រភេទទៀតមានកូរ៉ែនធម្មតាទូទៅដូចយើងអញ្ចឹងហើយមានកូរ៉ែនយកកងមកពាក់នៅកមានពីរប្រភេទជនដែលថាបំបីទឹកដីនេះជាកូរ៉ែនប្រភេទណាដែរបាទជាកូរ៉ែនទូទៅដែលអត់បំបីដែលអត់ពាក់កងនៅកកប៉ុន្តែទោះបីយ៉ាងម៉េចក៏នៅអានោះគេហៅថាការៀងខយ៉ាវអញ្ចឹងវាកវែងពាក់ទៅមួយឆ្នាំមួយអាយុមួយឆ្នាំពាក់មួយកងអញ្ចឹងទៅ30ឆ្នាំឯង30កងទៅ50ឆ្នាំឯងចប់បណ្ដោយបាទអញ្ចឹងរឿងនេះគ្រាន់តែបញ្ជាក់ថាមិនមែនថៃទើបតែធ្វើឥឡូវទេថៃធ្វើមកច្រើនឆ្នាំមិនតិចជា4ទសវត្សរ៍នោះទេតែតាមអ្វីដែលខ្ញុំដឹងអាដាមចង់ថាធ្វើនោះធ្វើចង់ឲ្យបំបីទឹកដីចង់និយាយថាការ៉ែនជាមួយនឹងថៃនេះគឺចាប់ដៃគ្នាតាំងពីមុនមកហើយចាប់ដៃគ្នាទោះបីតែចង់បក្រាបវ៉ាដែងហ្នឹងក៏ថៃខ្លួនឯងហ្នឹងត្រូវពឹងការ៉ែនដែរហើយកូរ៉ែនក៏គ្រប់គ្រងដែរអញ្ចឹងរឿងនេះថៃមួយកងទ័ពរំដោះ KNU ការ៉ែនហ្នឹងគឺត្រូវគ្នាស្រាប់តាំងពីយូរហើយត្រូវគ្នាដោយសាររឿងអស់តាមបន្ទាប់ព្រំដែនដែលខ្ញុំបានសិក្សានិងស្រាវជ្រាវកន្លងមកតាក់ទិនជាមួយនឹងកូរ៉ែនហ្នឹងគឺកូរ៉ែនដូចខ្ញុំប្រាប់ថាមានប្រទេសខ្លួនឯងបើគិតទៅប្រហែលជា5ខេត្តហើយនឹងមានទង់ជាតិខ្លួនឯងហើយមានភាសាខ្លួនឯងមានអក្សរខ្លួនឯងមានភ្លេងជាតិខ្លួនឯងមួយទៀតខ្ញុំបានរៀនសូត្រពីពួកនឹងច្រើនប៉ុន្តែ3ខេត្តត្រូវបានថៃយកហើយ2ខេត្តទៀតមីយ៉ាន់ម៉ាអញ្ចឹងមានតំបន់មួយគេហៅថាតំបន់ជនភៀសខ្លួនជាច្រើននៅតាមតកព្រំដែនហ្នឹងគឺក្នុងនោះកូរ៉ែនធំជាងគេអញ្ចឹងការផ្ដាច់ខ្លួនអត់មានអីចម្លែកទេប៉ុន្តែផ្ដាច់ខ្លួនសួរថាថៃហ៊ានគ្រប់គ្រងទាំងស្រុងអត់ពីព្រោះផ្ដាច់ខ្លួនយើងដឹងថាហើយតែកូរ៉ែនប្រកាសផ្ដាច់ខ្លួនបាទពីមីយ៉ាន់ម៉ាប៉ុន្តែកងទ័ពនេះទោះបីជាផ្ដាច់ខ្លួនកូរ៉ែនក៏មានរត់ខ្លួនឯងស្រេចបាត់ទៅហើយក្រោយសល់ពីមីយ៉ាន់ម៉ាបានច្បិចយកនិងថៃបានច្បិចយកអញ្ចឹងអ្វីដែលជាពួកគាត់មានវប្បធម៌របស់ពួកគាត់អីពួកគាត់យើងដឹងថាមីយ៉ាន់ម៉ាជាប្រទេសមួយដែលមានកុលសម្ព័ន្ធមិនតិចជា135ទេអញ្ចឹងកុលសម្ព័ន្ធធំមានតែ7 8កុលសម្ព័ន្ធទេដែលកើតជាប្រទេសមីយ៉ាន់ម៉ាថ្ងៃនេះហើយសួរថាគ្រប់គ្រងពួកគាត់បានទេអត់បានទេទាំងថៃយ៉ៃទាំងការ៉ែនទាំងកាឈិនទាំងមូសឺរីសអាខាច្រើនណាខ្ញុំទៅជួបពួកគាត់ខ្ញុំបានទៅជួបពួកគាត់កាលប្រហែលជា20ឆ្នាំមុនជិត20ឆ្នាំមុនអញ្ចឹងខ្ញុំស្គាល់ពីតំបន់ទីតាំងភូមិសាស្ត្រនឹងច្បាស់នៅកន្លែងហ្នឹងហើយជាតំបន់ភ្នំទាំងអស់ទេមកជំនាញតំបន់ភ្នំទាំងអស់ប៉ុន្តែអ្វីដែលសំខាន់បើការ៉ែនផ្ដាច់ខ្លួនតើថៃរួមដៃជាមួយកូរ៉ែនបក្រាបវ៉ាដែងដើម្បីបក្រាបវ៉ាដែងទេឬដើម្បីទប់ស្កាត់ភាពអស្ថិរភាពខាងជើងឲ្យទៅជាប់សិនទៅអាការត្បូងបាច់យកមកនិយាយទេបាទអាចទៅរួចដែរទេអាដាមបើសិនជាតាមទស្សនៈអាដាមយល់ឃើញថាយកកូរ៉ែនមកទប់ដោយភាពខាងត្បូងអាចទៅរួចដែរទេបាទបើយកមកមិនបើខ្ញុំតាមអ្វីដែលខ្ញុំគិតតាមទស្សនវិជ្ជាជាក់ស្ដែងក៏មិនបានន័យថាកងទ័ពកូរ៉ែនទាំងអស់ត្រូវតែមកទប់ពីខាងត្បូងដែរมันអាចឲ្យពួកគាត់ធ្វើអញ្ចឹងបានទេពីព្រោះពួកគាត់ត្រូវការពាររដ្ឋរបស់គាត់នៅភូមិភាគខាងជើងត្រូវការពារប្រជាពលរដ្ឋរបស់គាត់ត្រូវរក្សាមូលដ្ឋានរបស់គាត់ដែរអញ្ចឹងឲ្យរឿងមកភូមិភាគខាងត្បូងយើងគ្រាន់តែសម័យមើលក៏ថាมันអាចដែរបាទអញ្ចឹងថៃចាត់ចែងរឿងហ្នឹងទៅបន្តទៅហើយអ្វីដែលសំខាន់គឺខ្ញុំចង់បញ្ជាក់ទស្សនិកជនមួយចំនួនពាក់ព័ន្ធជាមួយនឹងរឿងថៃកម្ពុជាខ្ញុំឃើញថាប្រជាពលរដ្ឋនៅតាមបណ្ដាញផ្សព្វផ្សាយសង្គមគាត់នៅតែផ្សាយនៅព័ត៌មានដែលយើងនិយាយទៅព័ត៌មាន
ពណ៌មានប្អូនមួយចំនួននិងពណ៌មានដែលវាមិនពិតមួយចំនួនអញ្ចឹងខ្ញុំឃើញអ្នកខ្លះដាក់ប៉ុស្តិ៍ថៃផ្សាយទៅដាក់ subtitle ទៅនិយាយប៉ុន្តែគាត់ថារឿងអស់នេះដូចយើងជួយប្រម៉ូទបន្ថែមដូចយើងជួយផ្សាយបន្ថែមទៀតដូចរឿងថៃញូវាធ្វើថាថៃត្រៀមកម្លាំងមកវាយយកបាត់ដំបងមកយកប៉ោយប៉ែតមកយកព្រះវិហាររបស់ខ្មែរមកយកកោះកុងអីអានេះសិតតែរឿងមួយដែលមិនសម័យអ៊ីតាលីណាមិនសម័យគ្រាមលើកទី2យកតែប៊ិចกระดาษគូផែនទីឲ្យវាយយកណាមិនអញ្ចឹងណាអញ្ចឹងរឿងទាំងអស់នេះបើគួរមិនចាំបាច់ក្នុងការដែលផ្សព្វផ្សាយទេនេះដាំទៅទស្សនិកជនឲ្យលោកបានជ្រាបថាយើងជឿជាក់នៅអ្វីដែលជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំរបស់យើងអានឹងអ្វីដែលជាការដឹកនាំគឺត្រឹមត្រូវបំផុតហើយអត់មានអីលើសនឹងទៀតទេហើយអ្វីដែលជាប្រភពព័ត៌មានក្រៅពីเพจទាំង12เพจជាផ្លូវការរបស់កម្ពុជាមើលតាមនឹងទៅអ្វីដែលជាផ្សេងទៀតខ្ញុំឃើញដូចបើខ្ញុំមើលទៅខ្ញុំនិយាយតាមត្រង់ខ្ញុំលែងចង់មើលប៉ុស្តិ៍ថៃចង់មើលការផ្សព្វផ្សាយរបស់ថៃទៅទៀតមើលទៅភាសាខ្មែរយើងនិយាយទៅជ្រិញពេកពីព្រោះជួនកាលវាចិត្តដល់ការបោះឆ្នោតមួយនោះឈ្មោះខ្ញុំហៅមួយទៅអាក្រក់ស្ដាប់តិចព្រោះអានឹងឆ្លើយវាដំសនីឯកអាត្រែតហើយឈ្មោះរ៉ាំងស៊ីអានោះវាមេប្រធានបកសេដ្ឋកិច្ចរបស់ថៃអារ៉ាំងស៊ីនេះអានេះស្តៀងដែរឈ្មោះស្តៀងខ្មែរដែរប៉ុន្តែអាភុនអេករ៉ាំងស៊ីហ្នឹងអាហ្នឹងវាផ្កាយ3ប៉ុន្តែវាត្រែតហើយវាមកធ្វើប្រធានបកប៉ុន្តែអានោះក្រទេប៉ុន្តែសម្ដីវិញកប់ពពកហើយជាប្រមុខរដ្ឋាភិបាលកម្ពុជាជេរប្រមាថគ្រប់បែបយ៉ាងអស់តែខ្ញុំក៏បញ្ជាក់ថាព័ត៌មានចឹងបាច់មកជួយមកផ្សព្វផ្សាយទេផ្សព្វផ្សាយទៅដូចនាំការជេររបស់វាមកបន្ថែមចឹងនេះជារឿងមួយដែលគ្រាន់តែផ្ដាំផ្ញើនៅចុងម៉ោងតិចទេប៉ុន្តែបាទសុំខ្លីអាដាមត្រឡប់យល់ឃើញទៅរឿងភាគខាងត្បូងថៃវិញតាមអាដាមយល់ថាថៃនឹងបន្តរងគ្រោះដោយសារតំបន់ភាគខាងត្បូងតទៅមុខបែបណាពិសេសគឺរឿងសន្តិសុខរបស់ថៃនៅតែអ្វីដែលពាក់ព័ន្ធជាមួយនឹងរឿងសន្តិសុខរបស់ថៃខ្ញុំគិតថាអ្វីដែលជាការវាយតម្លៃនិងការប្រអួតសាច់ដុំរបស់ថៃឥឡូវវាអត់គ្រប់ចំនួនបាទហេតុអីបានអត់គ្រប់ចំនួនថៃមានទ័ពប្រមាណជា360,000 នាក់ប៉ុន្តែឥឡូវហ្នឹងនៅអត់គ្រប់ទេដល់300,000ទេមិនទៅស្លាប់អស់ច្រើនស្លាប់នៅភូមិភាគខាងត្បូងក៏ច្រើនស្លាប់នៅកម្ពុជាក៏ច្រើនហើយអាវុធយុទ្ធភ័ណ្ឌដែលខូចខាតច្រើនទាំងអស់ហ្នឹងក៏លែងចំនួនដូចមុនដែរអញ្ចឹងអ្វីដែលសំខាន់ថៃព្យាយាមទប់ប្រទេសខ្លួនឯងឲ្យមានស្ថិរភាពឲ្យមានសន្តិភាពពិតប្រាកដទៅកុំឃើញប្រទេសកម្ពុជាសន្តិភាពអគុណសន្តិភាពហើយធ្វើឲ្យប្រទេសកម្ពុជាអត់មានសន្តិភាពអានេះជាទង្វើមួយដែលយើងអាចនិយាយបានថាអន់ណាប្រទេសដែលអួតខ្លួនខ្លាំងនេះអន់នេះអន់ខ្ញុំប្រាប់ថាប្រទេសនេះអន់ហេតុអីបានអញ្ចឹងឃើញស្រុកគេសន្តិភាពមកឈ្លានពានគេកុំឲ្យមានសន្តិភាពនេះប្រទេសចំណែនទៅដោះស្រាយភូមិភាគខាងត្បូងឲ្យបានសន្តិភាពសិនហើយនៅភូមិភាគខាងជើងមួយមីយ៉ាន់ម៉ាជាមួយនឹងវ៉ាដែងហ្នឹងឲ្យមានស្ថិរភាពប្រទេសខ្លួនសិនទៅប្រយ័ត្ន300,000 អ្នកជាងហ្នឹងវាអត់មានគ្រប់ហើយវាទូប្រទេសថៃបើតាមខ្ញុំដឹងច្បាស់ដូចខ្ញុំភាសាមួយលោកសំផស្សអញ្ចឹងកន្លងមកថៃអត់មានលុយចាយទេនាពេលបច្ចុប្បន្ននេះសួរថាលុយមកពីណាដែលវាប្រហារលើកម្ពុជាមួយថ្ងៃជាង100 លានអញ្ចឹងសួរថាប្រមាណពាន់លានដែលថៃវាប្រហារនេះលុយមកពីណាអានេះសង្ស័យលុយងឹតលុយឯណាបោះពួកក្រិតជនពួកថៃចាញ់បោះអាក្រិតជននឹងច្រើនសង្ស័យយកលុយនេះមកលៀងទាំងអញ្ចឹងរឿងនេះកុំដើរចោតប្រកាន់វិញចាត់តែគេចោតវិញតាំងអន់ចិត្តអញ្ចឹងគេសូមផ្ដាំតែប៉ុណ្្នឹងទេអត់មានផ្ដាំអីច្រើនទេអរគុណអាដាមយ៉ាងកណៃ